ភពពុទ្ធជាភពតូចបំផុតនៅក្នុងប្រព័ន្ធព្រះអាទិត្យនិងជាភពដែលនៅជិតនឹងព្រះអាទិត្យបំផុតភពពុទ្ធឬផ្កាយព្រះពុទ្ធមានទំហំធំជាងព្រះច័ន្ទរបស់ផែនដីតែបន្តិចបន្តួចប៉ុណ្ណោះឧទាហរណ៍ថាយើងកំពុងឈរនៅលើភពពុទ្ធនោះយើងនឹងឃើញព្រះអាទិត្យដែលមានទំហំធំជាង3ដងធៀបនឹងព្រះអាទិត្យដែលយើងមើលឃើញពីផែនដីចំណែកពន្លឺព្រះអាទិត្យដែលចាំងទម្លុះបរិយាកាសរបស់ភពពុទ្ធមានពន្លឺខ្លាំងជាង7ដងធៀបនឹងពន្លឺព្រះអាទិត្យដែលចាំងមកលើផែនដីក្នុងនាមជាភពដែលនៅជិតព្រះអាទិត្យបំផុតប៉ុន្តែភពពុទ្ធមិនមែនជាភពដែលមានសីតុណ្ហភាពក្តៅជាងគេនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើងនោះទេភពដែលក្តៅជាងគេនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើងគឺភពសុក្រឬផ្កាយព្រះសុក្រទៅវិញទេដែលជាភពស្ថិតនៅជិតព្រះអាទិត្យលំដាប់ទី2បន្ទាប់ពីភពពុទ្ធកត្តាដែលធ្វើឲ្យភពពុទ្ធក្តៅចាញ់ភពសុក្រដោយសារតែភាពហាប់ណែននៃបរិយាកាសរបស់ភពពុទ្ធភពនេះក៏ជាភពដែលវិលជុំវិញព្រះអាទិត្យលឿនជាងគេបំផុតដោយវាប្រើប្រាស់ពេលវេលាត្រឹមតែ88ថ្ងៃប៉ុណ្ណោះដើម្បីវិលជុំវិញព្រះអាទិត្យមួយជុំបើមួយថ្ងៃស្មើនឹង24ម៉ោងជាមួយនឹងកាំរង្វង់ប្រវែង2440គីឡូម៉ែត្រភពពុទ្ធមានមាត្រតែប្រមាណ1/3នៃមាត្ររបស់ផែនដីប៉ុណ្ណោះចម្ងាយពីព្រះអាទិត្យទៅដល់ភពពុទ្ធរហូតដល់ 2.5 ដងទើបស្មើនឹងចម្ងាយពីព្រះអាទិត្យមកកាន់ផែនដីដូច្នេះពន្លឺព្រះអាទិត្យត្រូវការពេលវេលា 3.2 នាទីទើបអាចធ្វើដំណើរពីព្រះអាទិត្យទៅដល់ភពពុទ្ធភពពុទ្ធវិលជុំវិញព្រះអាទិត្យក្នុងសន្តានជាសុទ្ធធ្វើឲ្យចម្ងាយដែលវានៅជិតព្រះអាទិត្យបំផុតគឺ47លានគីឡូម៉ែត្រនិងចម្ងាយដែលឆ្ងាយពីព្រះអាទិត្យបំផុតគឺ70លានគីឡូម៉ែត្រដោយដែលបានជម្រាបពីខាងលើភពពុទ្ធប្រើពេល88ថ្ងៃដើម្បីវិលជុំវិញព្រះអាទិត្យវាធ្វើដំណើរនៅក្នុងលំហអវកាសនៅក្នុងល្បឿនជិត47គីឡូម៉ែត្រក្នុង1វិនាទីធ្វើឲ្យភពនេះជាភពដែលគោចរលឿនបំផុតនៅក្នុងប្រព័ន្ធព្រះអាទិត្យបើមួយថ្ងៃស្មើនឹង24ម៉ោងភពពុទ្ធប្រើពេល59ថ្ងៃទើបធ្វើចលនារង្វិលខ្ញាល់ឬវិលជុំវិញខ្លួនឯងបានមួយជុំឬស្មើនឹងមួយថ្ងៃនៅលើភពពុទ្ធភពនេះវិលជុំវិញខ្លួនឯងនៅក្នុងអត្រេតតែ2ដឺក្រេប៉ុណ្ណោះដូច្នេះចលនាវិលខ្ញាល់របស់វាស្ទើរតែត្រង់ដែលមិនអាចបង្កើតបានជារដូវដោយភពដតីនោះទេភពពុទ្ធជាភពដែលមានបរិយាកាសហាប់ណែនទី2បន្ទាប់ពីផែនដីនៅក្នុងប្រព័ន្ធព្រះអាទិត្យស្នូលរបស់ភពពុទ្ធគឺជាលោហៈធាតុដ៏ធំមួយដែលមានកាំរង្វង់2074គីឡូម៉ែត្រឬស្មើនឹង 85% នៃកាំរង្វង់របស់ផែនដីវាមានផ្នែកខ្លះជាសារធាតុរាវក្តៅឬកំអែលភ្នំភ្លើងស្រទាប់ទី1របស់ភពពុទ្ធមានកម្រាស់400គីឡូម៉ែត្រភពពុទ្ធបានកកើតឡើងប្រហែល 4.5 ពាន់លានឆ្នាំមុននៅពេលដែលទំនាញបានទាញឧស្ម័ននិងកម្ទេចកម្ទីចូលគ្នាបង្កើតបានជាភពដ៏តូចមួយនេះនៅជិតព្រះអាទិត្យដោយភពដតីទៀតដែរវាមានស្នូលស្រទាប់សិលានៅចំកណ្ដាលនិងស្រទាប់ខាងលើភពពុទ្ធមានរូបរាងខាងក្រៅស្រដៀងទៅនឹងព្រះច័ន្ទរបស់ផែនដីដែរដោយមានរណ្ដៅបង្កឡើងដោយការធ្លាក់អាចផ្កាយនិងផ្កាយដោះកន្ទុយរណ្ដៅនិងទីតាំងភូមិសាស្ត្ររបស់ភពពុទ្ធត្រូវបានអ្នកវិទ្យាសាស្ត្រដាក់ឈ្មោះតាមសិល្បករតន្ត្រីករឬអ្នកនិពន្ធផ្សេងៗរណ្ដៅដែលមានផ្ទៃដីធំបំផុតនៅលើភពពុទ្ធមានដូចជា calories ដែលមានអង្កត់ផ្ចិត
1550 គីឡូម៉ែត្រ និងរណ្ដៅ Rachmaninoff ដែលមានអង្កត់ផ្ចិត 306 គីឡូម៉ែត្រ ភពពុទ្ធមានផ្ទៃដីរាបស្មើជាច្រើនកន្លែងផងដែរវាមានជ្រលងជ្រោះដែលមានកម្ពស់រាប់រយគីឡូម៉ែត្រឯណោះផ្ទៃខាងលើរបស់ភពពុទ្ធមានពណ៌ប្រផេះនិងត្នោតស្រាលបើមើលដោយភ្នែកទទេសីតុណ្ហភាពនៅលើភពនេះគឺក្តៅខ្លាំងនិងត្រជាក់ខ្លាំងផងដែរនៅពេលថ្ងៃសីតុណ្ហភាពអាចឡើងដល់430អង្សាសេដោយសារតែភពពុទ្ធមិនមានបរិយាកាសដើម្បីខ្ទប់កម្ដៅដូច្នេះនៅពេលយប់សីតុណ្ហភាពអាចធ្លាក់ដល់180អង្សាសេក្រោមសូន្យឯណោះអ្នកវិទ្យាសាស្ត្របានរកឃើញថាភពពុទ្ធអាចមានទឹកកកនៅប៉ូលខាងជើងនិងប៉ូលខាងត្បូងរបស់វានៅក្នុងរណ្ដៅដែលមានជម្រៅជ្រៅខ្លាំងប៉ុន្តែទឹកកកអាចមានតែនៅតំបន់ដែលនៅក្រោមម្លប់ជាអចិន្ត្រៃយ៍ប៉ុណ្ណោះព្រោះពន្លឺព្រះអាទិត្យមិនអាចចាំងត្រូវទីកន្លែងទាំងនោះភពពុទ្ធមានតែស្រទាប់បរិយាកាស Exosphere ដ៏ស្ដើងមួយជាន់ប៉ុណ្ណោះខណៈភពផែនដីមានស្រទាប់បរិយាកាសច្រើនជាន់ដើម្បីទ្រទ្រង់ជីវិតនៅលើផែនដីបរិយាកាសរបស់ភពពុទ្ធត្រូវបានបង្កើតឡើងក្រោយពីហេតុការណ៍នៃការធ្លាក់ឯផ្កាយនិងបង្កដោយអាតូមចេញពីខ្យល់ព្រះអាទិត្យឬ Solar Wind ភពពុទ្ធមិនមានព្រះច័ន្ទនោះទេបរិស្ថានរបស់ភពពុទ្ធមិនអំណោយផលសម្រាប់ជីវិតអាចរស់នៅបានទេសីតុណ្ហភាពនិងសារធាតុវិទ្យុសកម្មនៃព្រះអាទិត្យបានជះឥទ្ធិពលយ៉ាងខ្លាំងដែលមិនអាចឲ្យសារពាង្គកាយអាចសម្របខ្លួនបានឡើយដោយសារតែភពពុទ្ធនៅជិតព្រះអាទិត្យពេកយើងពិបាកនៅក្នុងការមើលភពពុទ្ធពីផែនដីនៅពេលថ្ងៃតែគេអាចសង្កេតមើលវាបាននៅពេលថ្ងៃហៀបនឹងរះនិងថ្ងៃហៀបនឹងលិចយ៉ាងណាមិញក្នុងទសវត្សរ៍នីមួយៗគេអាចសង្កេតឃើញភពពុទ្ធនៅពេលដែលវាធ្វើដំណើរឆ្លងកាត់ព្រះអាទិត្យដែលគេដាក់ឈ្មោះថាព្រឹត្តិការណ៍ Transit ព្រឹត្តិការណ៍នេះកើតឡើង13ដងក្នុងមួយទសវត្សរ៍ហើយព្រឹត្តិការណ៍នេះដែរច្រើនកើតនៅចន្លោះពីថ្ងៃទី8ខែឧសភាដល់ថ្ងៃទី10ខែវិច្ឆិកាព្រឹត្តិការណ៍ Transit របស់ភពពុទ្ធនៅសតវត្សរ៍ទី21នេះបានកើតឡើងកាលពីថ្ងៃទី7ខែឧសភាឆ្នាំ2003ថ្ងៃទី8ខែវិច្ឆិកាឆ្នាំ2006ថ្ងៃទី9ខែឧសភាឆ្នាំ2016និងថ្ងៃទី11ខែវិច្ឆិកាឆ្នាំ2019ថ្មីនេះយានអវកាសដំបូងដែលត្រូវបានបញ្ជូនទៅសិក្សាភពពុទ្ធគឺយាន Mariner 10ដែលបានផ្ដិតយករូបភាពពីលើអវកាសចំណែកយានអវកាស Messenger របស់អង្គការ NASA បានហោះឆ្លងកាត់ភពពុទ្ធនេះចំនួន3លើកនិងចូលក្នុងតារាវិថីកោចររបស់ភពនេះរយៈពេល4ឆ្នាំមុននឹងទម្លាក់ខ្លួនទៅក្នុងបរិយាកាសរបស់វាដើម្បីបញ្ចប់បេសកកម្មចំណែកទីភ្នាក់ងារអវកាសអឺរ៉ុបក៏បានបញ្ជូនយានអវកាសរបស់ពួកគេឈ្មោះ BP Colombo ដើម្បីទៅសិក្សាភពពុទ្ធកាលពីឆ្នាំ2018ព្រឹត្តិការណ៍សំខាន់ៗទាក់ទងនឹងភពពុទ្ធនៅក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិនៅឆ្នាំ1631លោក Thomas Harriot និងលោក Galileo Galilei បានសង្កេតឃើញភពពុទ្ធតាមរយៈ Telescope បង្កើតថ្មីនៅឆ្នាំ1631ដដែលលោក Pierre Gassendi បានប្រើប្រាស់ Telescope មួយដើម្បីសង្កេតភពពុទ្ធដែលបានកោចរឆ្លងកាត់ព្រះអាទិត្យនៅឆ្នាំ1965តារាវិទូបានសង្កេតឃើញភពពុទ្ធធ្វើចលនាវិលជុំវិញខ្លួនឯងឬរង្វិលខ្ញាល់ចំនួន3ជុំនៅពេលដែលវិលជុំវិញព្រះអាទិត្យបាន2ជុំនៅឆ្នាំ1974
ដល់1975យានអវកាស Mariner 10 បានផ្ដិតយករូបភាពពិភពពុទ្ធនៅឆ្នាំ1991អ្នកវិទ្យាសាស្ត្របានប្រទះឃើញសញ្ញានៃទឹកកកនៅក្នុងតំបន់ម្លប់អចិន្ត្រៃយ៍នៃរណ្ដៅនៅក្នុងតំបន់ប៉ូលរបស់ភពពុទ្ធនៅឆ្នាំ2008-2009យានអវកាស Messenger បានសង្កេតភពពុទ្ធនៅឆ្នាំ2011យានអវកាស Messenger ដដែលចាប់ផ្ដើមបេសកកម្មធ្វើគន្លងគោចរនៅលើភពពុទ្ធដើម្បីផ្ដិតយករូបភាពប្រមូលទិន្នន័យនិងធ្វើរបកគំហើញនៅឆ្នាំ2015យាន Messenger ដដែលបានទម្លាក់ខ្លួនចូលក្នុងបរិយាកាសរបស់ភពពុទ្ធដើម្បីបញ្ចប់បេសកកម្មរបស់វាហើយនៅឆ្នាំ2018យានអវកាស BP Colombo របស់អឺរ៉ុបបានឆ្ពោះទៅកាន់ភពពុទ្ធហើយគ្រោងចូលទៅក្នុងគន្លងគោចររបស់វានៅឆ្នាំ2025